បានលោកការអនុញ្ញាតហើយឬលីវឲ្យជួឲ្យយើងជួឡានគាត់ក្នុងមួយថ្ងៃហើយអតិថិជនធំជាច្រើនទៀតក៏ដកខ្លួនដែរឯងកំពុងកាត់ផ្លូវរកលុយយើងឲ្យការអនុញ្ញាតមកវិញឲ្យលឿនបើមិនអញ្ចឹងទេខ្ញុំនឹងរាយការណ៍ប៉ូលីសចាំមើលខ្ញុំនឹងរាយការណ៍ឥឡូវនេះវ៉ាងស៊ីតេប្រព័ន្ធនោះខ្ញុំជាអ្នកបង្កើតខ្លួនឯងចុះឈ្មោះជាមួយអត្តសញ្ញាណប័ណ្ណខ្ញុំការអនុញ្ញាតក៏ជារបស់ខ្ញុំយកវាទៅហើយខ្ញុំលុបរបស់ខ្ញុំមានបញ្ហាអីឯងធ្វើដោយចេតនាអ្នកគ្រាន់តែចង់ឃើញយើងអាម៉ាស់មុខទេវ៉ាងស៊ីតេខ្ញុំបានបង្រៀនអ្នក2ឆ្នាំដោយមិនលាក់លៀមប៉ុន្មានជារឿងរបស់អ្នកដេញខ្ញុំចេញដើម្បីដណ្ដើមហាងខ្លួនឯងគ្មានសមត្ថភាពរក្សាអតិថិជនវាតាក់ទងអីនឹងខ្ញុំស៊ីវលីនខ្ញុំជាពូវាំងរបស់ឯងថាត្រង់ទៅប្រព័ន្ធឯងលូប៉ុន្មានឯងដាក់តម្លៃមកវ៉ាងដឺហ្វាបារងជួសជុលឡានឯងពូកែម្លេះរកវិធីដោះស្រាយដោយទិញមួយឈុតនៅផ្សារមិនរួចទេប្រព័ន្ធគេចូលមិនបានទេប្រព័ន្ធម៉ាក់ឡារ៉ាញ់នៅលើទីផ្សារមានតែវាជាកំណែកាត់បន្ថយមិនអាចប៉ះរឿងទាំងនេះបាននៃស្នូរបស់ឡានកម្រិត10លានហើយទោះឯងចាយលុយទិញក៏អត់ប្រយោជន៍ឯងត្រូវមានលិខិតស្នាមទៅចុះឈ្មោះពិតប្រាកដនៅរោងចក្រឡានគេត្រូវពិនិត្យបច្ចេកទេសនិងផ្នែករឹងធ្វើតាមដំណើរការមូលដ្ឋាននេះលឿនបំផុតក៏ត្រូវកន្លះឆ្នាំដែរលោកអ្នកគ្រប់គ្រងលីវឲ្យពេលតែមួយថ្ងៃឯងទៅចាំការអនុម័តកន្លះឆ្នាំនោះទៅយ៉ាលីយ៉ានចេញមកខ្ញុំដឹងថាឯងនៅទីនេះកុំលាក់ខ្លួននៅក្នុងនោះមិននិយាយបើទ្វារកុំធ្វើជាអណ្ដើកលាក់ក្បាលថ្ងៃនេះមិនឲ្យឈ្មោះអ្នកប្រានឹងពាក្យសង្កាត់ខ្ញុំនឹងរស់ទ្វារឯងអ្នកទាំងពីរមិនយល់ភាសាមនុស្សទេមកទីនេះរកអីលិខិតមេធាវីដល់ដៃខ្ញុំហើយព្រោះឯងចាក់សោប្រព័ន្ធឥឡូវខ្ញុំត្រូវសងប្រាក់40,000ថ្ងៃនេះឯងត្រូវបើកប្រព័ន្ធឲ្យខ្ញុំបើមិនអញ្ចឹងទេខ្ញុំនឹងធ្វើឲ្យឯងអាក្រក់និយាយជាមួយកូនចៅនេះអត់ប្រយោជន៍ញ៉ាប់ឲ្យអាចកំបាំងមកថ្ងៃនេះបើហ៊ាននិយាយថាទេឯងកុំគិតថានឹងដើរចេញទៅឈោបានយកឧបករណ៍ជួសជុលមកចង់ជួយខ្ញុំឡានអតិថិជនគឺអ្នកឯងយកដង្កៀបកោះខូចដោយខ្លួនឯងតាក់ទងអីនឹងខ្ញុំធ្វើអីអ្នកណាឲ្យប៉ូលីសសម្មិតប៉ូលីសយកច្រឡំហើយយើងមករកគាត់ពិភាក្សារឿងជួសឡានសម្មិតខ្ញុំឲ្យប៉ូលីសពីរអ្នកនេះមករករឿងនៅមុខផ្ទះខ្ញុំថែមទាំងយករន្ទះបាយវីសម្មិតនេះសូមជួយរៀបរាប់ឲ្យខ្ញុំផងពេលអានេះចេញទៅគាត់ចាក់សោប្រព័ន្ធកណ្ដាលរបស់ហាងធ្វើឲ្យយើងខាត់ប្រាក់រាប់សិបម៉ឺនសូមចាប់គាត់ដាក់គុកទៅមានរឿងអីឯងលុបរបស់គេហើយនេះជាការលុបចោលកិច្ចសន្យាមើលតាមអក្សរខ្មៅលើគាត់និយាយពីប្រព័ន្ធនេះជាពុស្តាកម្មសិទ្ធិសូហ្វវែរដែលខ្ញុំដាក់ឈ្មោះពិតខ្ញុំយកទ្រព្យសម្បត្តិឯកជនរបស់ខ្ញុំទៅមានបញ្ហាអីនេះជាបច្ចេកទេសផ្ទាល់ខ្លួននិងសិទ្ធិពាក់ព័ន្ធរបស់គាត់ពេលចេញទៅយកទៅជារឿងត្រឹមត្រូវឯងរៀនអត់ចេះជួសឡានខូចមកទារប្រាក់គេធ្វើអីនេះជារឿងវិវាទបើចង់ទៅប្តឹងនៅតុលាការបើគាត់គ្មានកំហុសអញរកគ្នាចេញពីទីនេះភ្លាមមករករឿងទៀតចាប់ដាក់គុកតែម្ដងអញពូកែណាស់លីងយ៉ាងកុំមានមោទនភាពពេករឿងនេះមិនទាន់ចប់ទេបងលីនខ្ញុំទៅតែគេនិយាយថាវ៉ាងដឺហ្វា2នាក់ទៅស្ទះឯងមិនអីទេទៅតែឲ្យគេដេញចេញបងលីនគេដឹងថាប្រឈមមុខគ្នាមិនឈ្នះទេខ្ញុំខ្លាចគេលួចធ្វើអាក្រក់ពីក្រោយខ្នងគេច្បាស់ជាមិនទុកឲ្យស្រួលទេមើលគេឲ្យចិត្តខ្ញុំចង់មើលថាតើគេនឹងធ្វើល្បិចអីខ្វក់ទៀតលីនឲ្យអញបើវេទិកាក្នុងស្រុកនឹងបណ្ដាញវីដេអូខ្លីមើលវ៉ាងដឺហ្វានៅខាងមុខឯងឈួតហើយរករឿងដល់មុខខ្ញុំរករឿងខ្ញុំគេចូលប្រព័ន្ធក៏មិនបានឥឡូវក្រោយពីខឹងគ្មានប្រយោជន៍តើអាចធ្វើអីទៀតអាចារ្យនេះអាក្រក់ណាស់ប្រឈមមុខមិនឈ្នះក៏ចាប់ដើមលេងល្បិចចុកខ្វក់គាត់បានបង្ហោះវីដេអូបន្ទាប់ខ្លួនឯងនៅលើអ៊ីនធឺណិតចង់បង្ខំឲ្យខ្លួនឯងស្អាតឥឡូវនេះក្រុមអ្នកបើកឡានក្នុងស្រុកគេចែកគ្នាដឹងសំណាងហើយដែលរឿងនេះមកប៉ះធ្វើផ្នែកសារព័ត៌មានបើមិនអញ្ចឹងទេអ្នកត្រូវគេបន្តខ្លួនឯងមើលឲ្យលឿនទៅអ្នកបើកឡានក្នុងស្រុកទាំងអស់គ្នាខ្ញុំឈ្មោះវ៉ាងដឺហ្វាជាម្ចាស់ផ្ទះជួសជុលឡាននេះពីមុនខ្ញុំឃើញលីនយ៉ានជាក្មេងក៏ចង់ជួយគាត់ឲ្យគាត់ជួលក្នុងតម្លៃថោកតែលទ្ធផលវិញគាត់លួចយកឯកសារបច្ចេកទេសក្នុងហាងពីក្រោយក្នុងខ្ញុំហើយយកគ្រឿងបន្លាស់ថោកមកបោកអតិថិជនសូមលោកម្ចាស់ទាំងអស់គ្នាជួយវិនិច្ឆ័យផងពេលខ្ញុំរកឃើញរឿងនេះគាត់មិនត្រឹមតែមិនសារភាពកំហុសថែមទាំងយកលុយក្នុងហាងរត់ចោលទៀតពេលចាក់ចេញគាត់ថែមទាំងបំផ្លាញប្រព័ន្ធកុំព្យូទ័រក្នុងហាងទៀតធ្វើឲ្យយើងមិនអាចជួសជុលឡានឲ្យអតិថិជនបានម្ចាស់ហាងអាក្រក់បែបនេះអ្នកទាំងអស់គ្នាត្រូវប្រយ័ត្នកុំឲ្យគាត់បោកសួស្តីអ្នកទាំងអស់គ្នាខ្ញុំជាកូនជីនក្នុងហាងឈ្មោះវ៉ាងស៊ីធឺលីនយ៉ានចូលចិត្តកាត់បន្ថយគុណភាពការងារកាលពី2ថ្ងៃមុនឡានម៉ាក់ឡារ៉ែនរបស់លោកលីវគឺគាត់យកគ្រឿងបន្លាស់ខ្លាំងៗមកជួសរហូតខូចសំណាងហើយដែលលោកវ៉ាងម្ចាស់ហាងរកឃើញតាន់ហើយដេញគាត់ចេញរក្សាផលប្រយោជន៍អតិថិជនហឺវ៉ាងដឺហ្វាឯងធ្វើមិនកាត់ខ្លួនឯងហ៊ានគិតរឿងអាក្រក់បែបនេះបោះបង្គោលឲ្យខ្ញុំយកលុយរត់ចោលពិតជាអញហើយលីនមើលចប់ហើយឬនៅមនុស្សចាស់នេះគ្មានខ្វះគេទេអញចង់ឲ្យបងបង្ហោះវីដេអូភ្លាមដើម្បីបញ្ជាក់ការពិតបងមានកណេធំរាប់សែនអ្នកតាមដានយកភស្តុតាងមកបញ្ចេញឲ្យគេដឹងមិនបាច់បញ្ជាក់ទេមិនបញ្ជាក់អញទុកឲ្យគេបន្តខ្លួនឯងអញ្ចឹងទេពាក្យសម្ដីអ្នកលេងក្តារចុចអាចសម្រាប់មនុស្សបានឯងដឹងទេបើបន្តអញ្ចឹងឯងមិនអាចនៅក្នុងស្រុកនេះទៀតទេដឺហ្វីអញជាបងទេឥឡូវគាត់លុយខ្ពស់ប៉ុណ្ណាធ្លាក់ក៏ឈឺប៉ុណ្ណឹងដែរអញមិនត្រឹមតែមិនបាច់បញ្ជាក់ទេត្រូវជួយខ្ញុំរឿងមួយទៀតរុញវីដេអូរបស់គាត់ឲ្យឡើងក្តៅខ្លាំងលីនអញឈួតហើយឬអ្នកផ្សេងតិចវិញមិនដឹងអញចង់ស្លាប់ឲ្យលឿនមែនទេគាត់ថាខ្ញុំលួចបច្ចេកទេសលក់ទំនិញខ្លាំងៗគាត់ថាម៉ាក់ខេឡែនគាត់ជាអ្នកជួស
ការកុហកទាំងនេះខ្សោយណាស់អតិថិជនចាស់ដែលខ្ញុំធ្លាប់ជួសឡានគេដឹងច្បាស់ដូចកញ្ចក់ខ្ញុំមិនចាំបាច់ពន្យល់អ្វីទេបើយើងចេញមុខទៅលើអ្នកលេងអ៊ីនធឺណិតមិនដឹងរឿងនឹងគិតថាយើងឆ្លោះគ្នាមនុស្សទូទៅមិនខ្វល់ពីការពិតទេខ្ញុំចង់ទុកពេលឲ្យរឿងរាលដាលរងចាំឲ្យចរាចរណ៍ឡើងដល់កំពូលទាញចំណាប់អារម្មណ៍អ្នកក្រុងទាំងមូលខ្ញុំនឹងប្រើលោកដ៏ធំដែលគាត់បង្កើតបំផ្លាញម៉ាប់របស់គាត់ទាំងដើមទុននិងប្រាក់ចំណេញលីនអញពូកែណាស់ពីមុនខ្ញុំមិនដឹងទេអញចេះលេងល្បិចខ្ចីទូពីចៅកុំយ៉ាងស្ទាត់អញចង់ប្រើដៃគាត់ធ្វើទីផ្សារបញ្ច្រាស់ឲ្យខ្លួនឯងនឹងហើយហៅថាប្រតិបត្តិការបញ្ច្រាស់តាហ្វេសុំឲ្យឯងអស់ភ្លើងនេះចេះខ្ពស់ប៉ុណ្ណាពេលត្រឡប់មកវិញកម្លាំងវីបក៏ខ្លាំងប៉ុណ្ណឹងទុកឲ្យខ្ញុំដោះស្រាយជាមួយមនុស្សអាក្រក់ចាស់និយាយពីរឿងត្រឹមត្រូវប្រើមិនអាគមវីមិនអាគមខ្ញុំមានកណ្ដីធំពីរ3ដែលជប់ភ្លាមខ្ញុំមិនត្រឹមតែទៅកន្លែងគាត់ធ្វើជាអ្នកស្ម័គ្រចិត្តជារែងទេខឹងខ្ញុំត្រូវរកមនុស្សភ្លាមទៅក្រុមក្លឹបឡានស្ពតក្នុងស្រុកចៃដននិយាយពីម្ចាស់ឡានថ្លៃដែលធ្លាប់ត្រូវឆ្កែចាស់នេះបោកបើខ្ញុំមិនធ្វើឲ្យគាត់ឡើងគូហើយខ្ញុំតាហ្វីមិនមែនវ៉ាងដេវីទេអញ្ចឹងឯងចង់លេងសង្គ្រាមមកខ្ញុំនឹងលេងជាមួយឯងធំពេលថ្ងៃបញ្ច្រាស់មកដល់ខ្ញុំមើលឯងយកអ្វីមកបិទបញ្ចប់លីនរួចរាល់ហើយវីដេអូរបស់វ៉ាងដេហ្វីចំនួនមើលបានលើស100,000ហើយខ្ញុំឲ្យអ្នកស្ម័គ្រចិត្តនៅក្រោមដីទៅបង្ករឿងក្នុងមិត្តឥឡូវបរិសចាស់នោះប្រហែលជាសប្បាយរហូតភ្លេចទេហាពូល្បីហើយមើលចុះការអត្ថាធិប្បាយទាំងអស់គឺជាប្រមាថអ្នកនោះឈ្មោះលីនយ៉ាងហាឥឡូវនេះហើយដែលត្រឹមត្រូវឆ្លៀតពេលដែលកំពុងក្តៅចាំប្រញាប់ថតវីដេអូមួយទៀតប្រាប់គេហាងថ្មីយើងបើកធ្វើការផ្សព្វផ្សាយតែម្ដងបានហើយពូខ្ញុំថតសូមអរគុណអ្នកទាំងអស់គ្នាដែលគាំទ្រឈ្មោះវ៉ាងដឺហ្វាជាអ្នកគ្រប់គ្រងហាងជួសជុលរថយន្តថ្មីរបស់យើងនឹងចាប់ផ្ដើមកម្មវិធីបញ្ចុះតម្លៃធំសូមស្វាគមន៍មកពិសោធន៍ធ្វើឲ្យឡានខ្ញុំខូចហើយហ៊ានថតវីដេអូថាខ្លួនគ្មានទោសថែមទាំងចាប់ប្រកាន់លោកលីនទៀតខ្លាមិនបង្ហាញរឹកឯងគិតថាខ្ញុំជាឆ្មាឈឺបើមិនផ្ដួលឯងឲ្យស្ងាត់ខ្ញុំលីវហើយជុំសុកចិត្តសរសេរឈ្មោះបញ្ច្រាស់ខ្ញុំជាម្ចាស់ឡានម៉ាក់ឡារ៉ែននោះការដែលលោកលីននៅឡានខ្ញុំមិនដែលមានបញ្ហាទេប៉ុន្មានថ្ងៃមុនខ្ញុំទៅយកឡានអ្នកគ្រប់គ្រងវ៉ាងដឺហ្វាចេះតែនិយាយមាត់ប្រធានជាងវ៉ាងសាប់ថែមទាំងរកដល់កុំព្យូទ័រមិនឃើញថែមទាំងយកដង្កៀបធ្វើឲ្យបាត់ឡានម៉ាក់ឡារ៉ែនខ្ញុំបាក់ចុងក្រោយខ្ញុំមើលទៅគ្មានសិទ្ធិអនុញ្ញាតពីរោងចក្រទេហាងខ្មៅបែបនេះហ៊ាននិយាយបង្កាច់លោកលីនថាល្ងងខ្ញុំម្ចាស់ឡានម៉ាក់ឡារ៉ែននឹងបង្ហាញមុខខ្លួនឯងហាងជួសជុលនេះថែមទាំងប្រើកុំព្យូទ័រមិនចេះការប្រែប្រួលធំតើអ្នកណាកំពុងកុហកខ្ញុំជាម្ចាស់ផ្ទះដែលមកយកឡានថ្ងៃនោះចំណែនហើយគិតគូរបង្កាច់លោកលីនដែលគេស្គាល់ជំនាញខ្លួនឯងជាមនុស្សអត់ប្រយោជន៍ជួសជុលមិនចេះលោកលីនសងលុយនឹងប្រាក់ខែទាំងអស់ចប់នេះហើយជាមនុស្សថ្លៃធ្នូវ៉ាងដឺហ្វាឯងជាមនុស្សហិតតម្លៃគាត់មិនអាចរត់ចេញដោយសងលុយអស់ទេអនុញ្ញាតតែមួយគត់គឺនៅដៃលោកលីនហាងឯងនេះគឺជាសម្បុកមន់ព្រៃពួកអត់ល្អទេផ្នែកអត្ថាធិប្បាយសុទ្ធតែជាយើងសម្រាប់មិនអស់ទេសម្រាប់មិនចប់មិនត្រឹមតែអ្នកស្រីចាស់របស់យើងចូលក្នុងជួរទេថែមទាំងដេវីក្នុងស្រុកកំពុងចាប់ដើមក្រុមមូលដ្ឋានរបស់យើងធ្វើម៉េចទៅលើកុំលុបអីប្រញាប់ដូរវីដេអូឲ្យជាឯកជនទៅកុំឲ្យអ្នកណាឃើញទៀតលោកលីឡានខូចទៀតហើយឬហារឿងលើអនឡាញខ្ញុំឃើញហើយលោកលីល្បិចថយក្រោយដើម្បីឈានមុខនេះពូកែណាមកទេលើចំហៀងតែម្ខាងអបអសាទរសុំលោកលីកុំសើចដាក់ខ្ញុំសើចដាក់ឯងអីអូននឹកឃើញរឿងដែលខ្ញុំនិយាយយប់នោះគិតយ៉ាងម៉េចហើយយើងលេងធំជាមួយគ្នាមើលលោកលីលុយរួចរាល់ខ្ញុំត្រៀមឲ្យអ្នកឃើញថាអីជារញ្ជួយឧស្សាហកម្មជួសជុលឡានក្នុងស្រុកមនុស្សណែណាបាត់អស់ទៅណាគិតបានដាក់លុយថែទាំគិតបានចែកបានរាប់ពាន់សន្លឹកហើយហេតុអីគ្មានមកសោះថ្ងៃនេះវ៉ាងស៊ីតេចេញមកពូជួបប្រឹងអីទៀតទៅឥឡូវអ្នកបើកឡានទាំងអស់ក្នុងក្រុមថាហាងយើងជាហាងបោកឡានរ៉ូខូចនេះខ្ញុំធ្វើ3ថ្ងៃហើយគ្មានកុំព្យូទ័រវិនិច្ឆ័យក្រៅពីបដូរប្រេងខ្ញុំធ្វើអីក៏អត់សូម្បីតែជើងឡានក៏របូតខ្ញុំជប់ហើយឯងរកអ្នកណាទៅធ្វើចោះឯងអត់មានតម្លៃទេខ្ញុំប្រឹងដណ្ដើមហាងនេះមកដើម្បីឲ្យឯងរកលុយធំឯងមកបោះបង់ឲ្យខ្ញុំលីនហាងឯងនេះពូកែណាស់ជាងកន្លែងចាស់ប្រសើរជាង100ដងស្អែកបើកហាងឯងក្រុងធ្វើម៉េចត្រូវកាត់ខ្សែបូតេជួយអ្នកច្រៀង50នាក់ធ្វើឲ្យធំតាហ្វីឯងទៅរកអេក្រង់លេធំជាងគេមកអេក្រង់ដាក់នៅមុខខាងកន្លែងដែលគេឃើញច្បាស់កាត់ខ្សែបូគ្រាន់តែឲ្យមិត្តភក្តិមើលតែអំណោយធំនេះខ្ញុំរៀបចំឲ្យវ៉ាងដឺហ្វាពិសេសហឹមអេក្រង់ធំក្នុងនោះដាក់អីវ៉ាងដឺហ្វាថ្ងៃនោះមកឆក់ហាងខ្ញុំពេលគាត់ដណ្ដើមឧបករណ៍គាត់សប្បាយចិត្តរហូតគាត់គប់កាមេរ៉ានៅជ្រុងជញ្ជាំងគាត់គិតថាគប់កាមេរ៉ាហើយ
មុខលោកខ្លួនរបស់គាត់គ្មានអ្នកដឹងទេចាំមើលកាមេរ៉ាមិនត្រូវគាត់គប់ទេអ្វីដែលគាត់គប់គឺគ្រាន់តែកាមេរ៉ាខ្លាំងៗដែលខ្ញុំទុកកាមេរ៉ាពិតសម្ងាត់លាក់នៅក្នុងរន្ធជញ្ជាំងក្រោយប្រអប់ឧបករណ៍ពាក្យសម្ដីគាត់នៅថ្ងៃនោះរាល់ចលនាដណ្ដើមរបស់គាត់សុទ្ធតែនៅក្នុងនេះអាយ៉ាលីនល្បិចឯងនេះពូកែណាស់នេះហើយហៅថាបំផ្លាញឥតចុងក្រោយនៃរោងជួសជុលឈៀងសេងគាត់ចង់បំផ្លាញខ្ញុំតាមរយៈមតិសាធារណៈដូច្នេះខ្ញុំនឹងបង្ហាញគាត់ថាអ្វីទៅជាការវាយប្រហារពិតប្រាកដតាហ្វីទៅរៀបចំថ្ងៃស្អែកបើកហាងខ្ញុំចង់ឲ្យវ៉ាន់ដឺហ្វាបាត់មុខនៅមុខអ្នកបើកឡានទាំងអស់ឲ្យគាត់អាម៉ាស់មុខទាំងស្រុងហាលោកលីទីបំផុតអញបើកហាងហើយអាយ៉ាហាងថ្មីអញធំហើយស្អាតណាស់ឡានខ្ញុំចតជិត1 ខែហើយចាំតែអញមកជួសជុលខ្ញុំមិនហ៊ានទៅហាងផ្សេងទេចាំអញបើកហាងលោកលីកុំបារម្ភថ្ងៃនេះបើកហាងធំឡានលោកខ្ញុំនឹងពិនិត្យឲ្យគ្រប់ជ្រុងជ្រោយដោយខ្លួនឯងនៅចុងទី2មានកាហ្វេនិងបន្ទប់លេងប៊ីយ៉ាលោកសម្រាប់នៅលើសិនហាល្អ